ការៈធ្លាក់សមកកក់ដុំស្អិតដូចម្សៅឆាដូចកតិកដាស់ត្រូវទឹកធ្លាក់សមកខាប់ដូចសបោកូនក្មេងធ្លាក់សមានពណ៌លឿងពណ៌ខៀវពណ៌បៃតងពណ៌ដូចខ្ទុះឬក៏ធ្លាក់សសើមជាប់ទៅនឹងខោក្នុងជាប្រចាំថ្ងៃបងស្ត្រីខ្លះមិនមានការធ្លាក់សមកខាងក្រៅទេប៉ុន្តែនៅកក់ស្អិតកក់ស្ទះតាមជាងទ្វារមាសផ្នែកខាងក្នុងតើលោកលាងសម្អាតពីខាងក្នុងបានវាធ្លាក់មកហើយមានអារម្មណ៍ថារមាស់ស្គៀបនៅតំបន់ទ្វារមាសលីឡំជាមួយនឹងក្លិនឆ្អាបក្លិនស្អុយក្លិនជូរចេញពីខាងក្នុងទ្វារមាសស្ងួតទ្វារមាសគ្មានសំណើមគ្មានទឹករំអិលមានការឈឺក្តៅកាហាយផ្សាពិបាកគេងនៅជាមួយគ្រួសារនោមញឹកនោមមកក្តៅផ្សាកាហាយដូចនោមទាស់បញ្ហារលាកទ្វារមាសរលាកស្បូនឈឺដៃស្បូនឬក៏បញ្ហាស្បូនស្រុតតើអាចញ៉ាំជាមួយនឹងផលិតផល Fimi នេះបាត់មែនឬក៏អត់ពិតជាបាត់បងប្អូនប្រសិនបើបងប្អូនញ៉ាំធ្វើតាមការណែនាំពីនាងខ្ញុំផ្ទាល់ណាញ៉ាំព្រឹកមួយគ្រាប់ល្ងាចមួយគ្រាប់រយៈពេល3ទៅ5ថ្ងៃបងប្អូននឹងបានផលលឿនខ្លាំងមែនតើហើយស្រួយញ៉ាំអត់មានផលប៉ះពាល់សុខភាពទេដោយសារវាជាប្រភេទធម្មជាតិបងប្អូនអាចចូលទៅស្ដាប់ feedback អតិថិជនរបស់នាងខ្ញុំផ្ទាល់ដែលគាត់បានប្រើប្រាស់ជាមួយនឹង Fimi ហើយគឺគាត់បានបាត់ទាំងអស់គ្នា